ប្រតិបត្តិការភ្លុំបែតឆ្នាំ1968គឺជាប្រតិបត្តិការចារកម្មដ៏ស្មុគស្មាញនិងល្បីល្បាញបំផុតមួយរបស់ទីភ្នាក់ងារចារកម្ម Mossad របស់អ៊ីស្រាអែលហើយប្រតិបត្តិការនេះគឺដើម្បីលួចនាំចូលសារធាតុអ៊ុយរ៉ាញ៉ូមចំនួនរហូតដល់200តោនដោយបន្លំភ្នែកសហគមន៍អន្តរជាតិឈ្មោះថាភ្លុំបែតគឺមកពីពាក្យឡាតាំងថាភ្លុំបាំដែលប្រែថាសំណល់ហើយពាក្យភ្លុំបាំនេះត្រូវបានគេប្រើប្រាស់ដើម្បីសរសេរនៅលើធុងអ៊ុយរ៉ាញ៉ូមទាំង200តោនដើម្បីបន្លំភ្នែកសហគមន៍អន្តរជាតិថាវាគឺជាការនាំចូលសំណល់ធម្មតាតែប៉ុណ្ណោះហើយនេះគឺជាដំណើររឿងលម្អិតនៃប្រតិបត្តិការនេះប្រតិបត្តិការភ្លុំបែតគឺជាប្រតិបត្តិការដ៏បិទបាំងបំផុតរបស់ទីភ្នាក់ងារចារកម្ម Mossad ដើម្បីទទួលបានអ៊ុយរ៉ាញ៉ូមក្នុងបរិមាណដ៏ច្រើននៅឆ្នាំ1967បន្ទាប់ពីសង្គ្រាមរយៈពេល6ថ្ងៃក្នុងប្រទេសអ៊ីស្រាអែលប្រទេសបារាំងក្រោមការដឹកនាំរបស់លោក Charles de Gaulle ដែលជាប្រធានាធិបតីលោកបានសម្រេចចិត្តកាត់ផ្តាច់ការផ្គត់ផ្គង់អាវុធនិងវត្ថុធាតុដើមនុយក្លេអ៊ែរឲ្យប្រទេសអ៊ីស្រាអែលត្រូវការអ៊ុយរ៉ាញ៉ូមជាបន្ទាន់ដើម្បីដំណើរការម៉ាស៊ីនប្រតិករនៅរោងចក្រ Dimona ដើម្បីផលិតសារធាតុផ្លុយតូនាញ៉ូមសម្រាប់ក្បាលគ្រាប់នុយក្លេអ៊ែរទីភ្នាក់ងារចារកម្ម Mossad ក៏បានបង្កើតផែនការមួយដែលមើលទៅដូចជាការធ្វើពាណិជ្ជកម្មស្របច្បាប់ហើយពួកគេបានប្រើប្រាស់វិធីដូចជាទី1ការប្រើប្រាស់ល្បិចកលក្រុមហ៊ុនមួយរបស់អ៊ីស្រាអែលនៅអាល្លឺម៉ង់ខាងលិចដែលមានឈ្មោះថា Asmara Chemi ដែលជាក្រុមហ៊ុនបន្លំហើយមានតែឈ្មោះប៉ុណ្ណោះរបស់ទីភ្នាក់ងារចារកម្ម Mossad អ៊ីស្រាអែលបានបញ្ជាទិញអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតទាបឬហៅថា Low Enrichment Uranium ឬហៅម្យ៉ាងទៀតថា Yellow Cake ចំនួន200តោនពីក្រុមហ៊ុន Belsac មួយដែលមានឈ្មោះថា Union Minery ក្រុមហ៊ុននោះបានកុហកថាពួកគេទិញយកសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតទាបឬហៅថា Yellow Cake នេះទៅប្រើប្រាស់នៅក្នុងវិស័យគីមីឥន្ធនៈនៅក្នុងប្រទេសអ៊ីតាលីតែប៉ុណ្ណោះទី2គឺការអនុញ្ញាតដោយសារវាជាការជួញដូររវាងប្រទេសក្នុងសហគមន៍អឺរ៉ុបដូច្នេះការត្រួតពិនិត្យសារធាតុនេះគឺមិនសូវមានភាពតឹងរ៉ឹងខ្លាំងឡើយដូច្នេះហើយទើបអ៊ីស្រាអែលអាចរកចន្លោះប្រហោងនៅច្បាប់នេះហើយអាចនាំចេញសារធាតុនេះបានជោគជ័យនៅខែវិច្ឆិកាឆ្នាំ1968កប៉ាល់ដឹកទំនិញមួយដែលមានឈ្មោះថា Sesberg A ត្រូវបានជួលដើម្បីឲ្យដឹកអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតទាបឬហៅថា Yellow Cake ទាំង200តោនចេញពីកំពង់ផែ Envip របស់ប្រទេស Belsac ឆ្ពោះសម្ដៅទៅកាន់ទីក្រុង Geneva របស់ប្រទេសអ៊ីតាលីនៅពេលកប៉ាល់នោះធ្វើដំណើរដល់ពាក់កណ្ដាលសមុទ្រមេឌីទែរ៉ាណេវាក៏បានបាត់ចេញពីប្រព័ន្ធរ៉ាដាទាក់ទងលេងបាននិងមិនបានទៅដល់គោលដៅនៅប្រទេសអ៊ីតាលីឡើយតាមពិតទៅកប៉ាល់នេះត្រូវបានបញ្ជាដោយទីភ្នាក់ងារចារកម្ម Mossad នៅកណ្ដាលសមុទ្រពួកគេបានជួបជាមួយនឹងកប៉ាល់យោធាអ៊ីស្រាអែលហើយពួកគេក៏បានផ្ទេរអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតទាប Yellow Cake ទាំង200តោននោះទាំងកណ្ដាលយប់តែម្ដងកប៉ាល់ដែលមានឈ្មោះថា Sesberg A បានលេចមុខឡើងវិញនៅកំពង់ផែក្នុងប្រទេស Cyprus បន្ទាប់ពីបាត់ខ្លួនអស់រយៈពេល15ថ្ងៃក្នុងស្ថានភាពទទេស្អាតចំណែកឯឯកសារពាក់ព័ន្ធនានារបស់នាវិកក៏ត្រូវបានគេផ្លាស់ប្ដូរអស់ដែរអាកំបាំងនៃរឿងរ៉ាវមួយនេះមិនត្រូវបានគេដឹងឡើយរហូតដល់ឆ្នាំ1977គឺជិត10ឆ្នាំក្រោយនៅពេលដែលសហគមន៍អាតូមិកអឺរ៉ុបចាប់ផ្ដើមឆ្ងល់ថាហេតុអ្វីបានជាសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតទាប Yellow Cake ទាំង200តោននោះមិនបានដឹកទៅដល់អ៊ីតាលីនៅពេលនោះភ្នាក់ងារចារកម្មរបស់សហរដ្ឋអាមេរិកនិងអឺរ៉ុបបានចាប់ផ្ដើមធ្វើការស៊ើបអង្កេតហើយអាចសន្និដ្ឋានបានថាវាគឺជាស្នាដៃរបស់ទីភ្នាក់ងារចារកម្ម Mossad របស់អ៊ីស្រាអែលសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតទាបLow Enrichment Uranium ឬហៅម្យ៉ាងទៀតថា Yellow Cake ទាំង200តោនដែលអ៊ីស្រាអែលបានទិញនោះគឺគ្រប់គ្រាន់សម្រាប់ឲ្យអ៊ីស្រាអែលដំណើរការម៉ាស៊ីន reactor នុយក្លេអ៊ែរក្នុងរោងចក្រ Dimona រហូតដល់រយៈពេល10ឆ្នាំនិងអាចផលិតក្បាលគ្រាប់នុយក្លេអ៊ែរបានរាប់សិបគ្រាប់ទៀតផងតើអ្នកដឹងដែរឬទេក្រៅពីប្រតិបត្តិការទិញសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតទាបឬហៅថា Yellow Cake ចំនួន200តោនពីក្រុមហ៊ុន Belsacប្រទេសអ៊ីស្រាអែលក៏បានធ្វើសកម្មភាពសម្ងាត់ធំចំនួន2ផងដែរដើម្បីទទួលបានអ៊ុយរ៉ាញ៉ូមចំនួន226ផោនឬប្រហែលជា93.5គីឡូក្រាមពីសហរដ្ឋអាមេរិកនិងទឹកធ្ងន់ដែលហៅថា Heavy Water ពីប្រទេស Norwest ហើយសារធាតុទាំងពីរនេះជាវត្ថុធាតុដើមសំខាន់ដើម្បីដំណើរការម៉ាស៊ីនប្រតិករ reactor នៅក្នុងរោងចក្រ Dimona និងដើម្បីផលិតក្បាលគ្រាប់នុយក្លេអ៊ែរផងដែរនេះគឺជារឿងសម្ងាត់ពីរទៀតដែលទីភ្នាក់ងារចារកម្ម Mossad របស់អ៊ីស្រាអែលបានធ្វើដើម្បីឲ្យគម្រោងនុយក្លេអ៊ែររបស់អ៊ីស្រាអែលទទួលបានជោគជ័យមួយគឺករណីការបាត់អ៊ុយរ៉ាញ៉ូមរបស់ក្រុមហ៊ុន Nomic នៅសហរដ្ឋអាមេរិកនេះគឺជាករណីដ៏ចម្រូងចម្រាសបំផុតដែលពាក់ព័ន្ធនឹងសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់ដែលអាចយកទៅផលិតជាក្បាលគ្រាប់នុយក្លេអ៊ែរបានភ្លាម
នៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ1960ទីភ្នាក់ងារត្រួតពិនិត្យរបស់សហរដ្ឋអាមេរិកបានរកឃើញថាសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់នៅក្នុងរោងចក្រនូមិចចំនួន206ផោនឬស្មើនឹងប្រហែល 93.5 គីឡូក្រាមស្រាប់តែបាត់បង់ដោយគ្មានមូលហេតុពីក្នុងរោងចក្រ Nuclear Material Inquiry Corporation ឬហៅកាត់ថា NUMIC នៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិកមានការសង្ស័យថាម្ចាស់ក្រុមហ៊ុន NUMIC គឺលោក Salman Shapiro គឺមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងមន្ត្រីរបស់ប្រទេសអ៊ីស្រាអែលភ្នាក់ងារសម្ងាត់ CIA របស់សហរដ្ឋអាមេរិកជឿជាក់ថាអ៊ុយរ៉ាញ៉ូមទាំងនោះត្រូវបានលួចបញ្ជូនឲ្យទៅប្រទេសអ៊ីស្រាអែលទោះបីជាមានការស៊ើបអង្កេតជាច្រើនលើកច្រើនសារពី FBI ក៏ដោយក៏មិនដែលមានការចោទប្រកាន់ជាផ្លូវការណាមួយឡើយប៉ុន្តែសំណុំរឿងនេះគឺនៅតែជាមន្ទិលសង្ស័យរហូតមកដល់សព្វថ្ងៃនេះទី2គឺការប្រើចារកម្មដើម្បីទទួលបានទឹកធ្ងន់ឬហៅថា heavy water ពីប្រទេស Northwest ក្រៅពីសារធាតុអ៊ុយរ៉ាញ៉ូមអ៊ីស្រាអែលក៏ត្រូវការទឹកធ្ងន់ដើម្បីដំណើរការម៉ាស៊ីន reactor ប្រតិករនៅរោងចក្រ Dimona ផងដែរប្រទេសអ៊ីស្រាអែលក៏បានបញ្ជាទិញទឹកធ្ងន់ចំនួន20តោនពីប្រទេស Northwest នៅក្នុងឆ្នាំ1959ក្រោមលេសថាប្រើប្រាស់ដើម្បីគោលបំណងស្រាវជ្រាវសន្តិភាពតែតាមពិតទៅទឹកធ្ងន់ទាំងនោះត្រូវបានប្រទេសអ៊ីស្រាអែលយកទៅប្រើប្រាស់ក្នុងគម្រោងផលិតអាវុធនុយក្លេអ៊ែរទៅវិញដែលនេះគឺជាការបំពានលើកិច្ចសន្យាអន្តរជាតិការលួចដឹកជញ្ជូនទឹកធ្ងន់ឬហៅកាត់ថា heavy water ពីប្រទេស Northwest ទៅកាន់ប្រទេសអ៊ីស្រាអែលគឺជាប្រតិបត្តិការសម្ងាត់ដ៏ល្បីល្បាញបំផុតមួយក្នុងប្រវត្តិសាស្ត្រនុយក្លេអ៊ែរដែលត្រូវបានគេស្គាល់ថាជាផ្នែកនៃ Operation Bluebird ឬកិច្ចព្រមព្រៀងសម្ងាត់នានានៅចុងទសវត្សរ៍ឆ្នាំ1950និងដើមទសវត្សរ៍ឆ្នាំ1960នេះគឺជាព័ត៌មានលម្អិតនៃដំណើររឿងនៃការលួចដឹកជញ្ជូនសារធាតុទឹកធ្ងន់ពីប្រទេស Northwest នៅឆ្នាំ1959ប្រទេសអ៊ីស្រាអែលបានបញ្ជាទិញប្រភេទទឹកធ្ងន់ចំនួន20តោនពីប្រទេស Northwest តាមរយៈក្រុមហ៊ុនមួយដែលមានឈ្មោះថា Norsk Hydro ទោះជាយ៉ាងណាមានលក្ខខណ្ឌតឹងរ៉ឹងមួយចំនួនដែលប្រទេស Northwest បានដាក់ឲ្យប្រទេសអ៊ីស្រាអែលនៅក្នុងលក្ខខណ្ឌទិញលក់លក្ខខណ្ឌសន្តិសុខ Northwest អនុញ្ញាតលក់ទឹកធ្ងន់ឲ្យប្រទេសអ៊ីស្រាអែលក្រោមលក្ខខណ្ឌថាទឹកធ្ងន់នោះត្រូវប្រើសម្រាប់តែគោលបំណងសន្តិភាពឬការប្រើនៅក្នុងនុយក្លេអ៊ែរស៊ីវិលតែប៉ុណ្ណោះសិទ្ធិត្រួតពិនិត្យ Northwest មានសិទ្ធិចូលទៅត្រួតពិនិត្យមើលការប្រើប្រាស់ទឹកធ្ងន់នោះនៅប្រទេសអ៊ីស្រាអែលដោយសារប្រទេសអ៊ីស្រាអែលចង់ប្រើវាសម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែរដែលមិនចង់ឲ្យ Northwest ដឹងឬចូលត្រួតពិនិត្យពួកគេបានរៀបចំផែនការយ៉ាងស្មុគស្មាញការប្រើឈ្មោះក្រុមហ៊ុនคล้ายៗជំនួសឲ្យការដឹកជញ្ជូនត្រង់ទៅកាន់រោងចក្រ Dimona អ៊ីស្រាអែលបានប្រើប្រាស់ក្រុមហ៊ុនសម្បកក្រៅមួយដែលមានឈ្មោះថា Shell Company ការបង្វែរទិសដៅក្នុងករណីខ្លះគេបានធ្វើពុតជាទិញទឹកធ្ងន់សម្រាប់គម្រោងនៅប្រទេសផ្សេងរួចហើយក៏បង្វែររកកប៉ាល់ដឹកជញ្ជូនឆ្ពោះទៅកាន់កំពង់ផែ Haifa របស់ប្រទេសអ៊ីស្រាអែលដោយសម្ងាត់ការលាក់កំបាំងពីអ្នកត្រួតពិនិត្យនៅពេលមន្ត្រី Northwest មកសុំពិនិត្យនៅឆ្នាំ1961អ៊ីស្រាអែលបានព្យាយាមពន្យាពេលនិងរៀបចំកន្លែងដែលមិនមែនជាកន្លែងផលិតអាវុធពិតប្រាកដដើម្បីបង្ហាញឲ្យអ្នកត្រួតពិនិត្យមើលកំបាំងនេះត្រូវបានលាតត្រដាងជាសាធារណៈនៅទសវត្សរ៍ឆ្នាំ1980ដោយមនុស្សចំនួន2នាក់ទី1គឺលោក Gary Mahalin ជាអ្នកជំនាញអាមេរិកបានរកឃើញឯកសារបញ្ជាក់អំពីការលក់ទឹកធ្ងន់ពីប្រទេស Northwest ទៅឲ្យប្រទេសអ៊ីស្រាអែលទី2គឺលោក Mordechai Vanunu ដែលជាអតីតអ្នកបច្ចេកទេសនៅរោងចក្រ Dimona នៅក្នុងប្រទេសអ៊ីស្រាអែលដែលបានទម្លាយកំបាំងនុយក្លេអ៊ែររបស់អ៊ីស្រាអែលហើយបានបញ្ជាក់ថាទឹកធ្ងន់ពី Northwest ពិតជាត្រូវបានប្រើប្រាស់នៅក្នុងម៉ាស៊ីន reactor សម្រាប់ផលិតអាវុធពិតមែនអ៊ីស្រាអែលបានប្រើប្រាស់ល្បិចកលចារកម្មនិងការបំពានកិច្ចសន្យាអន្តរជាតិដើម្បីទទួលបានសារធាតុទាំងនោះមកបម្រើឲ្យមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួនដោយជៀសវាងការត្រួតពិនិត្យពីអន្តរជាតិប្រតិបត្តិការផ្លុំបែតបង្ហាញអំពីសមត្ថភាពរបស់អ៊ីស្រាអែលនៅក្នុងការប្រើប្រាស់ចន្លោះប្រហោងនៃច្បាប់អន្តរជាតិនិងការប្រើប្រាស់ក្រុមហ៊ុនបន្លំដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្ររបស់ខ្លួនវាត្រូវបានគេចាត់ទុកថាជាការលួចបន្លំបច្ចេកវិទ្យានិងវត្ថុធាតុដើមដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រនុយក្លេអ៊ែររបស់ពិភពលោក